ថ្ងៃនេះខ្ញុំមានរឿងគួរឲ្យហួសចិត្តមួយទាំងព្រឹកដោយសារតែព្រលឹមឡើងខ្ញុំត្រូវបានទទួលសារគេឆាតមកគម្រាមទាំងព្រឹកដោយសារខ្ញុំចេញវីដេអូអេពីសូតមួយដែលនិយាយថាមនុស្សស្រីមិនត្រូវជឿលើសម្ដីមនុស្សប្រុសពេកទេហើយវីដេអូទាំងស្រុងនៃវីដេអូអត្ថន័យនេះខ្ញុំសូម role play ឡើងវិញអូខេចាក់ភ្លេងមនុស្សស្រីមិនត្រូវជឿលើសម្ដីមនុស្សប្រុសពេកទេព្រោះថាមនុស្សប្រុសដែលស្មោះនៅលើโลกនេះគឺមានតិចតួចណាស់គាត់ប្រើមាត់គាត់ប្រើសម្ដីផ្អែមឲ្យអ្នកទន់ចិត្តគាត់ចូលតួគាត់ធ្វើសកម្មភាពឲ្យអ្នកអាណិតមនុស្សប្រុសប្រភេទនេះដូចជាអំពើអញ្ចឹងពីដំបូងឲ្យផ្អែមចុងក្រោយទៅបន្សល់ឲ្យអ្នកត្រឹមតែទឹកភ្នែកប៉ុណ្ណោះ Hey y'all, come look at this. បាទហើយសារគម្រាមនោះគឺគ្មានបានមកពីអ្នកណាទេគឺបានមកពីអាណប់មិត្តភក្តិខ្ញុំនឹងតែម្ដងខ្ញុំចង់និយាយដើមមិត្តភក្តិខ្ញុំបន្តិចវាឲ្យខ្ញុំហ្នឹងដើរលេងមួយគ្នានៅភូមិមួយគ្នារាប់អានគ្នាដូចបងប្អូនអញ្ចឹងវាមានប្រពន្ធមានកូន2ហើយម៉ែគាត់ឲ្យខ្ញុំហ្នឹងតែដូចអ៊ំឲ្យក្មួយអញ្ចឹងទៅស្រុករាល់ថ្ងៃហ្នឹងគាត់សួរវ៉ាអើយឲ្យកោតយកប្រពន្ធណាចាស់ហើយអីហើយខ្ញុំនិយាយថាបាទអ៊ំមើលមិនទាន់ឃើញមិនទាន់ដល់គូចេះមួយចេះពីរតែហេតុផលពិតនៅពីក្រោយខ្នងការដែលខ្ញុំអត់មានគូដោយរាល់ថ្ងៃហ្នឹងដោយសារអីដោយសារកូនគាត់ហ្នឹងអាសិតហ្នឹងអាមួយឆាតមកគម្រាមខ្ញុំហ្នឹងហើយយមិត្តភក្តិខ្ញុំហ្នឹងឲ្យទៅមានមិនបើការនៅរៀនវាម្នាក់ឯងស្រឡាញ់ស្រីម្ដង5នាក់ No God. ដល់រាល់ថ្ងៃហ្នឹងហើយយើងដើរមួយវាដល់ពេលស្រីទៅស្រឡាញ់វាអស់យើងមានមកពីណាអាហ្នឹងជាមូលហេតុដែលខ្ញុំអត់មានគូដល់រាល់ថ្ងៃហ្នឹងដោយសារពួកវាហ្នឹងមិនទាន់ជាបញ្ញាផងបាទនោះម្ដង8នាក់ម្នាក់ឯង Oh my God. Wow. មានស្អីទៀតហើយតោះបងប្អូនចូលទៅស្ដាប់មើលអាឆាតដែលវាមកគម្រាមខ្ញុំចូលទៅមើលអត្ថន័យទាំងស្រុងទាំងអស់គ្នាអូខេសិតអញបើកបានមិនដែរអញឃើញអេពីសូតឯងនិយាយរឿងកុំជឿមនុស្សប្រុសអញចង់ជេរឯងអានេះដូចខ្វះរឿងនិយាយហើយនឹងនិយាយទៅវាប៉ះពាល់មិត្តភក្តិឯងខ្លះអត់ជាពិសេសលោកគ្រូហើយបន្ទាប់ពីមើលសារឆាកវិឆាតមួយខ្ញុំហើយមានបងប្អូនណាខ្លះមានអារម្មណ៍ដូចមិត្តភក្តិខ្ញុំបើបងប្អូនមានអារម្មណ៍ដូចមិត្តភក្តិខ្ញុំចង់និយាយថាបងប្អូនគឺមិននៅតែម្នាក់ឯងនោះទេ